បើយើងទៅតាមភ្នំពេញ ផុស គេបានបង្ហាញឲ្យឃើញថាអត្រានៃការបោះបង់ការសិក្សាចំពោះសិស្សវិទ្យាល័យ និងអនុវិទ្យាល័យបានកើនឡើងរហូតទៅដល់ 2.8% តើវាបណ្ដាលមកពីកត្តាអ្វីខ្លះដែលធ្វើឲ្យបញ្ហាមួយនេះកើតមានឡើង? ពួកយើងក៏បានចុះទៅចាត់សួរអ្នកបោះបង់ការសិក្សានៅកំឡុងពេលរៀនថ្នាក់វិទ្យាល័យផងដែរ ហើយពួកយើងក៏បានទទួលនូវចម្លើយ និងព័ត៌មានមួយចំនួន ក៏ក្រោយពីទទួលបាននូវព័ត៌មានមួយចំនួននោះរួចមក ពួកយើងក៏បានស្វែងយល់ឲ្យឃើញថាមានកត្តា3ធំៗ និងឬមូលហេតុ3ធំៗដែលនាំឲ្យមានការបោះបង់ការសិក្សាដែលមានដូចជា ការបាត់បង់នូវ motivation ចំពោះការសិក្សារបស់ពួកគាត់ ដែលភាគច្រើនកត្តាមួយនេះគឺបណ្ដាលឲ្យពួកគាត់អត់មាននូវគោលដៅច្បាស់លាស់បន្ទាប់ពីការសិក្សា ហើយនិងនៅទីជនបទ គ្រូបង្រៀនមួយចំនួនគឺមិនសូវមាននូវការយកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងការបង្រៀនសិស្សនោះទេ ទើបធ្វើឲ្យសិស្សមាននូវគោលអារម្មណ៍មួយដែលធ្វើឲ្យខ្លួនឯងគិតថាការសិក្សាវាអត់បានផលអីឲ្យពួកគាត់វិញទេនៅថ្ងៃខាងមុខ ហើយនិងបញ្ហាដែលកើតមានឡើងនៅចំពោះលើសិស្សឬក៏មនុស្សភាគច្រើនហ្នឹង គឺការខ្វះខាតនូវថវិកាដែលនាំឲ្យពួកគាត់បោះបង់ការសិក្សាចោលដើម្បីទៅចាប់យកការងារផ្សេងៗដើម្បីរកថវិកាវិញ ដែលយើងឃើញបញ្ហាទាំងអស់នេះហើយទើបយើងបានបង្កើតនូវ community មួយឡើងដើម្បីទប់ស្កាត់ឬកាត់បន្ថយនៅបញ្ហាការបោះបង់ការសិក្សាមួយនេះ ដែល community មួយហ្នឹងមានឈ្មោះថា Impact Team Impact Team គឺជា community មួយដែលអាចផ្ដល់ចំណេះដឹងទៅដល់សិស្សានុសិស្សនៅទីរួមជនបទឲ្យពួកគាត់មាននូវ motivation ឡើងវិញ និងថែមទាំងផ្ដល់នូវការជំរុញគាត់ឲ្យពួកគាត់យល់ពីតម្លៃនៃការសិក្សាផងដែរ ចំពោះ target customer របស់ពួកយើងវិញ គឺយើងផ្ដោតទៅលើសិស្សដែលគាត់រៀននៅថ្នាក់វិទ្យាល័យ ឬអនុវិទ្យាល័យដែលមានអាយុចន្លោះពី 11 ទៅ 18 ឆ្នាំ ដែលពួកគាត់ស្ថិតនៅក្នុងស្ថានភាពដែលពួកគាត់បម្រុងនឹងបោះបង់ការសិក្សា ឬក៏បោះបង់ការសិក្សារួចមកហើយ សិស្សទាំងអស់ហ្នឹងគឺសុទ្ធតែនៅទីជនបទ ហើយនេះគឺជាគម្រោងរបស់យើងដែលពួកយើងគឺជាដំបូងត្រូវការស្វែងរក donation ពីអង្គការ Charity ដើម្បីបង្កើតនៅ community មួយហ្នឹង ដែល community មួយហ្នឹងយកថវិកាទាំងនោះទៅពង្រីកនៅcommunity របស់យើង ដែលយើងយកថវិកាទាំងនោះទិញសម្ភារៈ ឬក៏ material ដែលទំនើបៗសម្រាប់ទៅបង្ហាញទៅដល់កូនសិស្ស ហើយយើងក៏យកថវិកាហ្នឹងទៅជួលគ្រូមួយចំនួន ឬក៏យើងអាចរក mentor ផ្សេងៗទៀតតាមការ volunteer របស់មនុស្សផ្សេងៗអញ្ចឹងទៅ ហើយពួកយើងក៏មិនភ្លេចនូវការ add នូវ entertainment នៅក្នុងcommunity ឬក៏ alongside កម្មវិធីរបស់យើងហ្នឹងផងដែរ បើពួកយើងធ្វើទៅតាមគម្រោងមួយនេះ ពួកយើងនឹងគិតថាពួកយើងនឹងអាចកាត់បន្ថយនៅបញ្ហា drop out ហ្នឹងបាន ហើយនេះគឺជា Facebook page របស់ពួកយើងដែលពួកយើងនឹងអាប់ដេតពី activity ផ្សេងៗដែលយើងបានធ្វើនៅcommunity នេះឡើង នេះគឺជា commitment របស់យើងដែលពួកយើងនឹងធ្វើការ provide នូវការរៀនឲ្យមានភាព engaging ជាងមុនទៅដល់សិស្ស ដែលមានផ្ដល់នូវ guidance ល្អៗជូនពួកគាត់ ក៏ដូចជាការ provide នូវ technical ហើយនិង English skill ជូនពួកគាត់ផងដែរ ហើយចំពោះ funding យើងក៏ព្យាយាមរក funding បន្ថែមដើម្បីជួយ support និងពង្រីក community របស់យើង នេះគឺជាវិធីសាស្ត្រនៃការបង្កើតនៅ community មួយនេះឡើង ដែលពួកយើងនឹង provide នូវ package ឲ្យបានច្រើនជាងគេ to the existing solution ដែលបានបង្ហាញនៅលើហ្នឹង ហើយចំពោះ partnership របស់ពួកយើងវិញ គឺយើង partner ជាមួយ KHEN ហ្នឹងដើម្បីពង្រឹងនៅការអប់រំ ហើយនិងរួមមាននៅ tech provider ហើយនិង bookstore for our study material ហើយ main revenue របស់យើង គឺយើងទទួលបានពីការជំនួយជាថវិកាពីអង្គការខាងក្រៅ ដែលគេហៅថា fundraising ជាពិសេស គឺអង្គការ NGO ហើយនិងការ sponsor ពីខាងក្រៅថែមទៀត ហើយនេះគឺជា team របស់ពួកយើង
យើងមានការងារ separate រៀងៗខ្លួនដើម្បីឲ្យការងាររបស់យើងមាននៅ good cooperation សម្រាប់ scalability ហ្នឹងសម្រាប់ scalability និងការ growth របស់ពួកយើងគឺយើងបែងចែកជា3គឺទី1 short term គឺ less than a year ដែលពួកយើងព្យាយាមផ្សព្វផ្សាយនៅ program របស់ពួកយើងដើម្បី raise awareness build strong relationship និង partnership សម្រាប់ community របស់យើង to grow ឈានចូលមកដល់ទី2គឺ medium term គឺជាគឺយើងព្យាយាមស្វែងរកការពង្រីក community ឲ្យកាន់តែធំជាងមុនដោយយើង reach out ទៅរកសិស្សបន្ថែមហើយនិង secure major funding សម្រាប់ចុងក្រោយវិញគឺ long term គឺយើងនឹងព្យាយាម scale program របស់យើងឲ្យរីកធំជាងមុនជាងនេះទៅទៀតដើម្បី program របស់យើងមានការទទួលស្គាល់ឲ្យបានច្រើននិង effective ហើយពេលហ្នឹងយើងក៏អាច build network ដ៏ធំមួយសម្រាប់ community របស់យើងឲ្យរីកធំតទៅទៀតផងដែរហើយនេះគឺជា reference របស់ពួកយើងដែលយើងបាន collect នៅ information មួយចំនួនមកបង្ហាញនៅក្នុងវីដេអូមួយនេះនេះគឺជា Impact Team Thank you for your attention